សាលារៀនអន្តរជាតិអាមេរិកបានផ្ដល់អាហារូបករណ៍សិក្សាជូនដល់សិស្សពូកែឆ្លើយសំណួរចំនួន3រូបដែលបានទទួលជ័យលាភីក្នុងការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិមីងលីជាគួចលើកទី4ដោយមានការចូលរួមប្រកួតពីសំណាក់សិស្សានុសិស្សថ្នាក់មធ្យមសិក្សានិងអញ្ជើញចូលរួមគាំទ្រយ៉ាងច្រើនកកពីសំណាក់មេដាបេដាអ្នកអាណាព្យាបាលនិងលោកគ្រូអ្នកគ្រូរបស់បងប្អូនលោកធុនសុភ័ក្រប្រធានចាងវាងសាខាទូកោកនិងជាចាងវាងមធ្យមសិក្សាទុតិយភូមិបានបញ្ជាក់ថាសាលារៀនអន្តរជាតិអាមេរិកមានការរៀបចំកម្មវិធីប្រកួតប្រជែងចំណេះដឹងជាច្រើនរួមមានការប្រកួតអាននិងតែងអត្ថបទភាសាខ្មែរការប្រកួតគូគំនូរនិងតាំងពិព័រណ៍ស្នាដៃសិស្សការប្រកួតតែងកំណាព្យនិងរឿងខ្លីការប្រកួតចំណេះដឹងវប្បធម៌អរិយធម៌ខ្មែរការប្រកួតតែងសេចក្តីការប្រកួតលបងប្រាជ្ញាគណិតវិទ្យាការប្រឡងជ្រើសរើសសិស្សពូកែមីងលីជាគួចការប្រកួតជាច្រើនបន្ថែមទៀតដើម្បីពង្រីកនៅសមត្ថភាពនិងចំណេះដឹងរបស់សិស្សានុសិស្សឲ្យមានភាពទូលំទូលាយជាជំនួយដល់ការសិក្សារៀនសូត្រនិងមានឱកាសចូលរួមប្រកួតប្រជែងគ្នាដោយស្មើភាពជាពិសេសគឺលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានសមត្ថភាពពិតប្រាកដឲ្យទទួលបាននូវអាហារូបករណ៍សិក្សា 100% នៅសាលារៀនអន្តរជាតិអាមេរិកនៅក្នុងការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិមីងលីជាគួចលើកទី4ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីកន្លងទៅនេះមានបេក្ខជនជាសិស្សានុសិស្សចំនួន318នាក់បានប្រកួតឆ្លើយយ៉ាងស្វិតស្វាញដល់ទៅជាង900សំណួរលើមុខវិជ្ជាភូមិវិទ្យាផែនដីនិងបរិស្ថានវិទ្យារួមទាំងចំណេះដឹងទូទៅសំខាន់មួយចំនួនស្ដីពីសេដ្ឋកិច្ចនយោបាយទេសចរវប្បធម៌អរិយធម៌បរិស្ថាននិងចំណេះដឹងលើភូមិសាស្ត្រជាតិជាលទ្ធផលជ័យលាភីលេខ1បានទៅលើយុវសិស្សចៅលីហួរជ័យលាភីលេខ2បានទៅលើយុវសិស្សអេងសុតិសិទ្ធនិងជ័យលាភីលេខ3បានទៅលើយុវសិស្សម៉ៃសុសេឡាដែលពួកគេទាំង3នាក់សុទ្ធតែមានសមត្ថភាពខ្ពស់ចងចាំនៅមេរៀនភូមិវិទ្យាផែនដីបរិស្ថានវិទ្យានិងចំណេះដឹងខាងក្រៅស័ក្តិសមនឹងទទួលបាននៅពានរង្វាន់ជើងឯកមេដាយបានសរសើរនិងអាហារូបករណ៍សិក្សានៅសាលារៀនអន្តរជាតិអាមេរិក